มันជួយតាមគ្នាតែជាទឹកចិត្តពិតប្រាកដក្រោយឃើញនារីម្នាក់ខ្វះខាតថវិកាឲ្យថ្លៃពេទ្យនិងគ្មានអាហារហូបចុកពេលនេះម្ចាស់ brand Gluta X20 បានស្កាត់ទៅជួបដល់កន្លែងព្រមទាំងផ្ដល់ថវិកាជូនរហូតទៅដល់ប្រកាសណាស់នៅពេលដែលឃើញមានទុកលំបាកត្រូវការជំនួយតែងតែមានសប្បុរសជនដែលមានចិត្តមេត្តានាំគ្នាជួយចែករំលែកបន្តិចបន្តួចនៅក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរដើម្បីផ្ដល់ជូនអ្នកដែលកំពុងខ្វះខាតខ្លាំងជាក់ស្ដែងដោយករណីនារីម្នាក់ដែលបានសម្រាលកូនគ្មានលុយឲ្យថ្លៃពេទ្យត្រូវបានពេទ្យនិយាយថាឲ្យប៉ូលីសមកធ្វើកិច្ចសន្យាសងប្រាក់ខណៈនាងកំពុងតែខ្វះខាតខ្លាំងសូម្បីតែលុយទិញអង្ករហូបបាយស្ទើរតែគ្មានបាយជាមួយទឹកត្រីម្ទេសទុំគ្មានទឹកដោះសម្រាប់ឲ្យកូនបើឡើយក្រោយពីបានទស្សនាវីដេអូនោះចប់ដោយចិត្តជាអ្នកធ្វើបុណ្យកើតចេញពីក្តីអាណិតម្ចាស់ brand Gluta X20 ក៏បានសម្រេចចិត្តស្កាត់ទៅជួបដើម្បីនាំយកថវិកាចំនួន$200ផ្ដល់ជូនទៅកាន់ស្ត្រីរូបនោះគ្រាន់ប្រើប្រាស់ដោះស្រាយទៅតាមតម្រូវការសូមបញ្ជាក់ថានេះមិនមែនជាលើកទី1នោះទេដែលម្ចាស់ brand Gluta X20 បានចុះទៅធ្វើសប្បុរសធម៌ខណៈកន្លងមកលោកស្រីគៀតសំណាងដែលតែងតែដកហូតផលចំណេញមួយផ្នែកដែលបានមកពីការលក់ផលិតផល Gluta X20 យកទៅជួយដល់ជនទីទ័លក្រដែលកំពុងខ្វះខាតត្រូវការជំនួយជាបន្តបន្ទាប់ម្យ៉ាងទៀតលោកស្រីក៏បានបញ្ជាក់បន្ថែមដែរថាអរគុណសម្រាប់ការគាំទ្រពីបងប្អូនអតិថិជនដែលបានជួយទិញផលិតផលនាពេលកន្លងមកហើយគាត់នឹងធ្វើសប្បុរសធម៌ជាបន្តបន្ទាប់ទៀតគាត់ថាស្គាល់គាត់ណាឃើញគាត់ថាគាត់ស្គាល់អញ្ចឹងខ្ញុំសូមបងប្អូនទាំងអស់គ្នាបើសិនជាខ្ញុំចោះជួយបន្តទៀតហើយក៏មានដាក់លេតាមចេះតើបងប្អូនគាំទ្រអត់ដោយសារអីពួកខ្ញុំបានជំនួយពីការលក់លេមកយើងបានទៅជួយបងប្អូនដែលគាត់អត់អ្នកដែលគាត់លំបាកពិតប្រាកដគាត់អាចប្រាប់ពួកខ្ញុំបានចាទឹកចិត្តតិចតួចចេះតែមានដើររហូតអញ្ចឹងបងប្អូនជួយគាំទ្រអត់ចាសូមខមមិនម្នាក់មួយចាផលិតផលគាត់ដើរគាត់មានទឹកប្រាក់មានថវិកាដើរជួយគេបន្តបងប្អូនអរគ្នាហើយសង្ឃឹមថាមិនបកកែប្រកាន់តាមម្ដងចាហើយមួយទៀតចង់សួរថាពេលនេះរាល់ពេលដែលចាប់ពីដើមពេលផុសមករហូតដល់ឥឡូវបានលុយសងគេអស់ហើយណាសងអស់ហើយចាអញ្ចឹងបានលុយនេះយើងយកទៅទិញអីដែលឆ្ងាញ់ញ៉ាំទៅដើម្បីមានទឹកដោះឲ្យកូនបៅចាឲ្យមានកម្លាំងធម្មតាទេយើងកូនខ្ចីយើងប្រឹងអស់ហើយណាយើងត្រូវការញ៉ាំឲ្យច្រើនដើម្បីបានទឹកដោះដល់ពេលគាត់ញ៉ាំមួយទឹកត្រីទៅឃើញគេអត់មានទឹកដោះឲ្យកូនបៅហើយចាស់នៅមួយបងឯងយូរហើយតែមិននៅពេលដែលគាត់ហៅទៅលេងហ្នឹងហើយយើងអត់ប្រកែប្រកាន់បងអូនអីគេមានកុំអីចឹងណាឃើញចឹងមានតែណាត់មានតែចង់ជួយទៀតយប់ឡើងកាចអត់ការឡើងចាប់ពីម៉ោង8ម៉ោង9ទៅដល់ម៉ោង4ម៉ោង5ព្រឹកឡើងដេកហើយថ្ងៃឡើងចេះដេកយើងថ្ងៃដេកស្រួលយកគាត់ធ្វើការបងប្អូនអូនមានអីចង់អរគុណដល់ម្ចាស់បានអរគុណម៉ែដែលមកចង់ជួយខ្ញុំហើយជូនពរឲ្យម៉ែរស់ស៊ីមានចាកាន់ស្អាតចាសប្បាយចិត្តចុងក្រោយខ្ញុំឃើញគាត់ផុសយូរដែរខ្ញុំចាតាមមើលគាត់តាំងពីឆ្នាំ2020អូគាត់ស្គាល់ខ្ញុំយូរហើយចឹងបងប្អូនចាប្រើនឹងដែរចាគាត់ធ្លាប់ប្រើកំមុំណាចាអូអញ្ចឹងបងប្អូនណាខ្លះស្គាល់លេ Gluta X20 ស្គាល់អវ៉ាន់ Gluta X20 ជួយខមមិនម្នាក់មួយហើយបើសិនជាការចុះធ្វើរបស់ខ្ញុំនេះបងប្អូនគាំទ្រខ្ញុំនឹងធ្វើបន្តទៀតបងប្អូនណានិយាយទៅតាមជួយតាំងពីដើមចាតាំងពីដើមគាត់ថារិះគន់អញ្ចឹងទៅខ្ញុំក៏ផ្អាកអញ្ចឹងហើយវាចិត្តវាមិនដាច់បងប្អូនពេលដែលឃើញកន្លែងណាមួយដែលពិបាកមែនតែនត្មងទៅចិត្តខ្ញុំក៏ដាច់អញ្ចឹងណាហើយខ្ញុំក៏ដឹងព័ត៌មានពីបងតវ៉ាន់ចាដោយសារអីខ្ញុំចុះពីដំបងឡាយក៏បានព័ត៌មានពីគាត់ដែរថាម្ចាស់ brand Gluta ខាងនេះគាត់បែកខាងនោះគាត់បែកអីចឹងទៅគាត់ប្រាប់ខ្ញុំទៅខ្ញុំចុះជួយដល់ពេលគាត់សួរខ្ញុំថាហេតុអីឥឡូវខ្ញុំអត់ធ្វើដូចមុនដោយសារអីបងប្អូនគាត់រិះគន់ថាខ្ញុំនេះចាមកធ្វើទីផ្សារចាជួយឥឡូវបើខ្ញុំធ្វើទីផ្សារបែបជួយបងប្អូនអ្នកដែលគាត់អត់បងប្អូនជួយគាំទ្រអត់ឥឡូវខ្ញុំសុំខមមិនម្នាក់មួយមកបើសិនតែគាំទ្រខ្ញុំធ្វើបន្តប៉ុន្តែបើបងប្អូនថាអត់ល្អទេអាហ្នឹងក៏ខ្ញុំអាចបងប្អូនណាចាធម្មតាតែពេលយើងធ្វើវីដេអូទៅបងប្អូនដែលគាត់ក្រោយឃើញអញ្ចឹងទៅក៏គាត់ចង់មកជួយបន្តទៀតអាហ្នឹងវាល្អអញ្ចឹងណាបងប្អូន